Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំមានរឿងភាពយជប៉ុនមួយដែលជាប្រភេទរឿង BL នៅក្នុងឆ្នាំ2026ភាពយន្តជប៉ុន Soulmate បានក្លាយទៅជារឿងដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រដោយសារតែសាច់រឿង emotional និងការបង្ហាញអំពីមនុស្សពីរនាក់ដែលបានជួយសង្គ្រោះផ្លូវចិត្តរបស់គ្នាទៅវិញទៅមកភាពយន្តនេះជាប្រភេទរឿងបែប romance ដែលមិនផ្ដោតទៅលើស្នេហាបែបផ្អែមល្ហែមធម្មតាទេប៉ុន្តែនិយាយអំពីភាពឯកោការបាត់បង់នៅទំនាក់ទំនងរវាងមនុស្សដែលពិបាកពណ៌នាថាជាស្នេហាឬក៏វាសនា Soulmate ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងរវាងការជួបជុំជាមួយនឹង Oh Tae-yun សមាជិកក្រុម 2PM ដែលគាត់នឹងសម្ដែងជារឿង BL នេះជាមួយនឹងតារាជប៉ុន Iso Sumara Hayato នៅក្នុងភាពយន្តជប៉ុននេះលើកដំបូងផងដែរហើយរឿងផ្ដើមឡើងនៅទីក្រុង Tokyo នៅរដូវដ៏ត្រជាក់និងឯកោ Yunaru Taki បរិសុទ្ធជនជាតិជប៉ុនម្នាក់ដែលរស់នៅគ្មានគោលដៅហើយបាត់បង់គ្រួសារនិងមិនអាចភ្លេចពីអតីតកាលដ៏សែនឈឺចាប់របស់ខ្លួនបានថ្ងៃមួយគាត់បានជួបជាមួយនឹងបរិសុទ្ធកូរ៉េម្នាក់ដែលមានឈ្មោះថា Wang Yuham ដែលគាត់មករស់នៅជប៉ុនដោយខុសច្បាប់បន្ទាប់ពីរត់គេចពីអតីតកាលដ៏ងងឹតមួយដំបូងពួកគេទាំងពីរនាក់គ្រាន់តែជាមនុស្សដែលចម្លែកដែលជួបគ្នាដោយចៃដន្យប៉ុន្តែកាន់តែរស់នៅជិតគ្នាពួកគេបានចាប់ផ្ដើមយល់ពីភាពឯកោរបួសផ្លូវចិត្តរបស់គ្នាទៅវិញទៅមកយូហាមតែងតែផ្ដល់នូវស្នាមញញឹមនិងធ្វើដូចជាគ្មានអ្វីដែលកើតឡើងពិតប្រាកដគាត់គឺជាមនុស្សដែលកំពុងតែរត់គេចពីការឈឺចាប់ខណៈពេលដែលយូនដែលមើលទៅគួរឲ្យស្រឡាញ់និងស្ងប់ស្ងាត់ក៏ជាមនុស្សដែលបោះបង់ការរស់នៅយូរមកហើយដែរនៅពេលដែលទំនាក់ទំនងរបស់ពួកគេកាន់តែជ្រាលជ្រៅអតីតកាលរបស់យូហាំក៏បានចាប់ផ្ដើមមកដល់ជប៉ុនផងដែរពួកគេទាំងពីរនាក់ត្រូវប្រឈមមុខនឹងសំណួរមួយតើមនុស្សដែលបែកបាក់ផ្លូវចិត្តនៅខាងក្នុងអាចក្លាយទៅជាកន្លែងសុវត្ថិភាពសម្រាប់មនុស្សម្នាក់ទៀតបានទេរឿងនេះមិនប្រើដ្រាម៉ាខ្លាំងឬក៏ plot twist ច្រើនទេប៉ុន្តែផ្ដោតទៅលើអារម្មណ៍សេចក្តីស្ងប់និងពេលវេលាតូចៗរបស់តួអង្គដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ដូចកំពុងតែមើលជីវិតពិតរបស់មនុស្សពីរនាក់អូថេកយុនសមាជិកក្រុម 2PM កាណាដាតួជាវ៉ាងយូហាមគឺជាបរិសុទ្ធជនជាតិកូរ៉េដែលរត់គេចមករស់នៅជប៉ុនដើម្បីចាប់ផ្ដើមជីវិតថ្មីទោះមើលទៅគាត់ជាមនុស្សដែលកក់ក្ដៅនិងស្រស់ស្រាយគាត់ក៏មានរបួសផ្លូវចិត្តនិងអាចកំបាំងជាច្រើនថេកយុនបានបង្ហាញ performance មួយដែលជា natural និង emotional ខ្លាំងជាងស្នាដៃមុនៗរបស់គាត់ហើយអ្នកគាំទ្រជាច្រើននិយាយថានេះជាតួដែលបង្ហាញពីសមត្ថភាពពិតប្រាកដរបស់គាត់ Isumara Hayato ក៏នៅសម្ដែងជា Yun Narutaki ជាបរិសុទ្ធជនជាតិជប៉ុនដែលរស់នៅឯកោនិងគ្មានទិសដៅនៃជីវិត Yun គឺជាបរិសុទ្ធស្ងប់ស្ងាត់មិនសូវនិយាយប៉ុន្តែអារម្មណ៍ជ្រាលជ្រៅនៅខាងក្នុងការសម្ដែងរបស់គាត់បង្ហាញពីមនុស្សដែលមើលទៅរឹងមាំប៉ុន្តែពិតប្រាកដគាត់កំពុងតែខូចខាតផ្លូវចិត្តនៅខាងក្នុង Isumara Hayato ត្រូវបានគេសរសើរចំពោះការសម្ដែងកែវភ្នែកនិងភាពស្ងប់ស្ងាត់របស់គាត់នៅក្នុងរឿងនេះមួយនេះផងដែរចំពោះសាច់រឿង Soulmate ត្រូវបានចាត់ទុកថាជាភាពយន្ត BL ដែលបរិសុទ្ធស្រឡាញ់បរិសុទ្ធប្រភេទបែប romance មួយប៉ុន្តែរឿងនេះមិនផ្ដោតលើរឿងស្នេហាបែបផ្អែមល្ហែម BL ទូទៅទេភាពយន្តនេះមិនផ្ដោតខ្លាំងទៅលើការ emotional connection រវាងបរិសុទ្ធពីរនាក់ឡើយ Yunaru Take និង Wang Yuham តែងតែជួបគ្នានៅក្នុងជីវិតរបស់ពួកគេដែលកំពុងតែបែកបាក់ទំនាក់ទំនងរបស់ពួកគេត្រូវបានបង្ហាញយ៉ាងស្ងប់ស្ងាត់និងយ៉ាងពិតប្រាកដជាង BL ទូទៅមិនសូវមានឈុតឆាក romantic ច្រើនមែនប៉ុន្តែរឿងនេះមើលទៅការនៅក្បែរគ្នានិងការយល់ចិត្តគ្នាក៏បង្ហាញថាពួកគេកំពុងតែក្លាយទៅជាមនុស្សសំខាន់បំផុតសម្រាប់គ្នាទៅវិញទៅមក Yunaru Take បានបំផ្លាញជីវិតមិត្តភាពរបស់គាត់ដោយអចេតនាគាត់បានចាក់ចេញពីជប៉ុនហើយបានទៅរស់នៅបរទេសគាត់ស្ទើរតែបាត់បង់ជីវិតនៅក្នុងប្រទេសចម្លែកមួយប៉ុន្តែគាត់ត្រូវបានជួយសង្គ្រោះដោយ Wang Yuham ពួកគេទាំងពីរនាក់មានរបួសជ្រៅរៀងៗខ្លួននៅក្នុងចិត្តរបស់ពួកគេបន្តិចម្ដងពួកគេទាំងពីរនាក់មានអារម្មណ៍មានទំនាក់ទំនងរវាងផ្លូវចិត្តនៅខាងក្នុងរបស់ពួកគេនេះគឺជាការជួបគ្នានៅក្នុងជីវិតរបស់ពួកគេតាមរយៈការជួបជុំគ្នារបស់ពួកគេបានដឹងអត្ថន័យនៃសេចក្តីស្រឡាញ់និងជីវិតពួកគេបានរស់នៅជាមួយគ្នាប៉ុន្តែត្រូវប្រឈមមុខនឹងវាសនាដ៏ឃោរឃៅ Soulmate មិនត្រឹមតែជារឿងស្នេហាធម្មតាទេប៉ុន្តែនិយាយអំពីមនុស្សពីរនាក់ដែលបែកបាក់ផ្លូវចិត្តខាងក្នុងហើយព្យាយាមសង្គ្រោះគ្នាទៅវិញទៅមកជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ការសម្ដែងដ៏ស៊ីជម្រៅនិងអារម្មណ៍ឯកោដែលសាយភាយពេញរឿង Soulmate ត្រូវបានចាត់ទុកថាជាភាពយន្ត emotional drama ដែលធ្វើឲ្យអ្នកទស្សនាស្ងៀមស្ងាត់នៅតែដិតដាមដល់វាសម្បីតែមើលរឿងនេះចប់ក៏ដោយរឿងនេះត្រូវបានចាក់ផ្សាយរួចហើយនៅលើ Netflix កាលពីថ្ងៃទី15ឧសភា2026សរុបទាំងអស់មានចំនួន8ភាគ